សួស្តីអ្នកទាំងអស់គ្នាបាទវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំធ្វើការបង្ហាញបងប្អូនត្រួសតាក់ទងជាមួយនឹងកន្លែងប្រកាត់ត្រីរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអញ្ចឹងអ្វីដែលបងប្អូនបានឃើញនេះគឺជាលូហើយលូនេះគឺមិនមែនជាលូបាទចិញ្ចឹមក្តាមចិញ្ចឹមបកងចិញ្ចឹមខ្យងអីទេលូទាំងអស់នេះគឺជាលូខ្ញុំធ្វើការបាទប្រកាត់ត្រីហើយកន្លែងនេះគឺជាកន្លែងប្រកាត់បងប្អូនចំណែកឯកន្លែងមួយទៀតគឺជាកន្លែងចែកចាយកន្លែងនេះគឺជាកន្លែងប្រកាត់ត្រីដែលមានលូចំនួនបាទ40លូក៏មានអាងផងដែរហើយអាងមានច្រើនអាងដែរគ្រាន់តែថាក្នុងការប្រកាត់គឺខ្ញុំប្រើប្រាស់លូបាទប្រើប្រាស់លូចូល 80% ឯងបងប្អូនទាំងអស់គ្នាចំណែកឯអាងគឺខ្ញុំបាទប្រើប្រាស់ត្រឹមតែ 20% ឬក៏ 10% ទេហើយមួយចំនួនទៀតគឺខ្ញុំប្រើប្រាស់បាទពាងទឹកប្រភេទពាងចាស់អញ្ចឹងនៅក្នុងនេះខ្ញុំធ្វើការប្រកាត់វាមានចម្រុះពូជបងប្អូនបាទវាមានចម្រុះពូជតាមដំណាក់កាលនីមួយដោយមានខ្លះមានថៃម៉ាឡេបាទមានប្រភេទអេសានតុងដែងបាទមានប្រភេទមហាឆៃមានប្រភេទអេមបលីសមានប្រភេទបាទព្រៃកាត់អញ្ចឹងភាគច្រើននៃការប្រកាសរបស់ខ្ញុំនេះបច្ចុប្បន្នហ្នឹងវាបាទមានពួកអេសានតុងដែងបាទអេសានតុងដែងហ្នឹងរៀងគួរសមដែរគាត់ថាឥឡូវនេះវានៅកតុយមូលបងប្អូនបាទនៅកតុយមូលហើយបច្ចុប្បន្ននេះចំពោះត្រីដែលមាននៅក្នុងស្តុកគឺមានបាទប្រភេទមហាឆៃកាត់អេលៀនបាទមហាឆៃកាត់អេលៀននេះមានឈ្មោលហើយនឹងមេផងដែរបាទមហាឆៃសុតបាទមហាឆៃសុតមានញីមានឈ្មោលបាទអេសានតុងដែងនេះមានញីមានឈ្មោលដែរគាត់ថាខ្ញុំអត់ទៅបានថតបង្ហាញបងប្អូនណាបាទហើយពួកថៃម៉ាឡេបាទសម្រាប់បងប្អូនដែលយកធ្វើពូជហ្នឹងគឺមានញីមានឈ្មោលហើយមែនពួកដៅកាត់ខ្មោចបាទដៅកាត់ខ្មោចហ្នឹងក៏មានញីមានឈ្មោលដែរតែបញ្ជាក់ជូនបងប្អូនបាទថៃម៉ាឡេហើយដៅកាត់ខ្មោចហ្នឹងមានតែលក្ខណៈដូចបងប្អូនចង់យកទៅធ្វើពូជអីចឹងហ្នឹងមានតែបើលក្ខណៈផ្សេងហ្នឹងអស់ហើយបាទវីដេអូនេះខ្ញុំធ្វើការបង្ហាញបងប្អូនត្រួសបាទតាក់ទងជាមួយនឹងលូទាំងអស់នេះហើយចំពោះការប្រកាត់ហ្នឹងគឺមានភាពងាយស្រួលបាទអត់ពិបាកអីទេហើយមួយវិញទៀតនោះបាទរដូវនេះគឺជារដូវធ្វើស្រែវិញហើយបងប្អូនបាទនៅខាងខ្ញុំគឺនៅខាងបាទស្រុកព្រៃកបាសឥឡូវនេះគឺដល់រដូវធ្វើស្រែវិញហើយនៅខាងខ្ញុំនេះគេធ្វើស្រែគេហៅថាសាទី1បាទសាទី1អញ្ចឹងសាទី1នេះមេឃភ្លៀងមកជាបដាប៉ុន្តែมันបានច្រើនទេគ្រាន់បានមកសើមដីបងប្អូនខ្លះក៏ធ្វើការបូមទឹកបាទបូមពីព្រែកពីបន្លាយមកដើម្បីបាទធ្វើការព្រោះស្រូវចឹងបន្ទាប់ពីព្រោះស្រូវហើយបើសិនជាមេឃភ្លៀងទឹករៀងច្រើនអានឹងអាចថាមានចែកទឹកខ្លះបងប្អូននៅក្នុងព្រែកតែបើសិនជាដូចពេលបច្ចុប្បន្ននេះបងប្អូនអាចឃើញហើយបាទនៅតាមវាលស្រែនោះគឺដីបាទឃើញដីក្រហមហ្នឹងបាទអញ្ចឹងវាអត់ទាន់មានទឹកបបោទេកាលណាអត់ទាន់មានទឹកបបោបាទនៅក្នុងព្រែកក៏អត់មានបាទចែកទឹកដែរអញ្ចឹងសង្ឃឹមថាមានទឹកបបោបាទកាលណាមានទឹកបបោនៅក្នុងព្រែកមានចែកទឹកបាទជាចំណីដ៏ល្អសម្រាប់ត្រីក្រឹមរបស់យើងអរគុណច្រើនអ្នកទាំងអស់គ្នាបាទវីដេអូនេះគឺមានប៉ុណ្ណឹងទេចំពោះបងប្អូនចង់តាក់ទងមកខ្ញុំកុំភ្លេចធ្វើការឆាតចូល Telegram បាទ Telegram 097 6 ដើម 8218 097 6 ដើម 8218 ឬក៏បងប្អូនអាចធ្វើការឆាតចូល Facebook ដោយ Facebook មានឈ្មោះថាវិចិត្រ Victory ជាអក្សរអង់គ្លេសឆាតចូល Page មានឈ្មោះថាចំការត្រីក្រឹមខេត្តតាកែវជាភាសាខ្មែរចូល Page បាទ Paradise on Earth បាទជាភាសាអង់គ្លេសអញ្ចឹងបងប្អូនអាចធ្វើការឆាតមកបានអរគុណសម្រាប់ការស្រឡាញ់ចូលចិត្តការជួយគាំទ្រជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀត